ស្ដីបងប្អូនអរគ្នាបាទថ្ងៃនេះខ្ញុំចង់មកនិយាយអំពីបាទ AS 26.1 ដែល Apple ទៅតែទម្លាក់បាទកាលពីយប់មិញណាបើម៉ោងដូចជា 7:12 ដែរបាទអញ្ចឹងបាទគឺ AS 26.1 នេះគឺ official តែម្ដងបាទគឺមិនមែន beta ទេណាបាទសម្រាប់ beta គឺគាត់ឲ្យមានចំនួនបាទលើសហ្នឹងបាទអញ្ចឹងឥឡូវយើងមកមើលតែម្ដងទៅបាទតើ AS នេះបាន update អីគេខ្លះអញ្ចឹងយើងមកមើលបាទកន្លែងដែរបាទការបង្ហាញនេះមកអញ្ចឹងវាគឺ C បាទ 4G ជាងណាបាទរបស់ខ្ញុំណាបាទអញ្ចឹងដោយតាមទូរស័ព្ទដែរទេបាទទូរស័ព្ទខ្លះគឺដល់ 10G អញ្ចឹងទៅបាទតាម model iPhone របស់យើងនៅពេលដែលគាត់ពេលខ្លះទៅគាត់អត់បានដំឡើង version មុនទៅគាត់ទុកទៅគឺវាកើនេះវាឡើងដល់ G អញ្ចឹងក៏មានដែរបាទអញ្ចឹងគឺវា update ទៅលើ version បាទសម្រាប់ live បាទទៅលើការបកប្រែជាមួយនឹងបាទ AirPod បាទជាមួយនឹងបាទគឺ option ថ្មីបាទគឺ refresh glass ហ្នឹងបាទជាមួយនឹង along បាទ width បាទ future បាទជាមួយនឹង Fixbox ដូចគ្នាបាទជាមួយនឹងបាទ security update ដូចគ្នាបាទអញ្ចឹងវាបាទតើតើទៅនឹងបាទគឺការ update បាទជាមួយនឹង refresh glass ណាមកអញ្ចឹងខ្ញុំសូមបង្ហាញបាទចំណុច3ធំបាទអញ្ចឹងចូលមកកាន់បាទ Safari មកឥឡូវខ្ញុំបាទបង្ហាញសិនបាទគឺ i device ខ្ញុំគឺបាន update រួចហើយបាទទៅលើបាទ AS បាទ 26.1 ណាបាទយើងចូលមកកាន់ general ម្ដងទៀតមកបាទបន្ទាប់មកយើងចុចបាទទៅកាន់បាទគឺកន្លែងបាទ display បាទ brightness បាទយើងឃើញហើយបាទបន្ទាប់មកយើងនឹងឃើញបាទកន្លែងពាក្យ refresh glass បាទដែលទើប update ទៅគឺវាមានបាទអញ្ចឹងវាមានឧទាហរណ៍ឲ្យមើលបាទគឺយើងពេលបដូរទៅវាមានបាទថ្លាបែបបាទសមួយថ្លាបែបរាងខ្មៅអញ្ចឹងទៅបាទវាដាបអញ្ចឹងណាបាទអញ្ចឹងមកសុំអូនម្ដងទៀតបាទនេះបាទគឺវារៀងល្ងិតបាទគឺបែបហ្នឹងបាទអញ្ចឹងទៅទៀតខ្ញុំបាទនឹងដូរដាក់ clear វិញទៅដល់វាលោតមិនបាទពេលដាក់ clear គឺវាសថ្លាបាទជាងមិញណាមករៀងបាទខ្មៅបាទរៀងល្ងិតជាងហ្នឹងបាទគឺវាអត់សូវថ្លាវារៀងក្រាស់បាទវារៀងក្រាស់វាអត់សូវស្ដាងដូច clear ទេបាទកន្លែងទីហ្នឹងបាទអញ្ចឹងយើងអាចបដូរបាទកន្លែងនេះបាទគឺការ update បាទធំមួយដែរបាទកន្លែងហ្នឹងមួយណាតែខ្ញុំអត់សូវបាទឆ្លាញ់ដែរបាទកន្លែងចំណុចត្រង់ហ្នឹងអញ្ចឹងគឺមានបាទចំណុចមួយទៀតបាទទៅនឹងបាទគឺ security បាទយើងអូសចុះមកក្រោមមកបាទបន្ទាប់មកចុចកន្លែង privacy and security តើយើងអូសចុះក្រោមយើងនឹងឃើញបាទគឺ background security បាទ improvement តែកន្លែងនេះគឺយើងអាចបើកឲ្យវា install auto ទៅបាទទៅនឹងការ update version បាទទៅបាទទៅនឹងបាទ security ណាអញ្ចឹងយើងដាក់ auto ទៅគឺស្រួលមែនតើមិនចាំបាច់តែយើង check បាទ update ខ្លួនឯងទេបាទគឺកន្លែងនេះគឺវា update auto ទៅគឺស្រួលដោយសារតែទៅនឹងបាទ security របស់យើងណាបាទអញ្ចឹងកន្លែងហ្នឹងគឺល្អមួយយ៉ាងដែរបាទចំណុចត្រង់នេះណាបាទអញ្ចឹងមកចំណុចមួយទៀតគឺតកតឹងទៅនឹងបាទចំណុចចុងក្រោយទី3នេះតកតឹងទៅនឹងបាទគឺម៉ោងរោបាទគឺវាផ្លាស់ប្ដូរបាទនៅកន្លែង slide to stop ហ្នឹងបាទគឺធំជាងមុនហើយក៏រៀងបាទស្អាតជាងមុនលោជាងមុនដែរឥឡូវសូមកំណត់ម៉ោងដើម្បីមើលម៉ោងរោដើម្បីវាលោតកន្លែង template កន្លែងហ្នឹងមកណាឥឡូវយើងដាក់បាទ9:28ឥឡូវយើង9:27បាទឥឡូវគឺវាចេញនេះបាទពេលដែលម៉ោងរោគឺវាចេញបាទតម្រងបាទថ្មីបែបនេះបាទគឺ slide to stop តែម្ដងបាទប្រភេទ slide អញ្ចឹងគឺយើងធ្លាប់ឃើញមកនៅលើ iPhone series ចាស់ដូចជា iPhone 4 អញ្ចឹងទៅបាទ version 6បាទឥឡូវនេះគឺយើងបាទឃើញលើ version ថ្មីរបស់យើងហើយបាទយើង slide មកបាទពិតជាស្រួលមែនតើដោយសារតែរាល់ថ្ងៃខ្ញុំដាក់ម៉ោងរោដែរដើម្បីទៅធ្វើការអញ្ចឹងណាបាទអញ្ចឹងឥឡូវមាន version ថ្មីនេះគឺស្រួលបាទគ្រាន់តែចុច slide ទេបាទរាល់ដងបាន slide ទេគឺវាបាទហើយយើងចុចផ្ទាល់បាទឥឡូវបាទ version មួយនេះពេលដែល update ហើយគឺបាទការអូស comment មួយ comment អីរៀងគ្រាន់បើជាងមុនបាទមិនតាក់ដូចមុនទេបាទរត់ដុំអត់ស្តុកតែម្ដងបាទអូដូចវាជាប់តែម្ដងបាទទូរស័ព្ទយើងអត់ក្តៅគឺវាជាប់តែមិនដឹងមូលហេតុអីទេគឺបញ្ហា version អញ្ចឹងបាននៅលើ version មួយនេះគឺវាបាទល្អម្យ៉ាងដែរការអូស error អញ្ចឹងណាបាទនៅលើ comment នេះអញ្ចឹងទៅបាទអញ្ចឹងបាទបងប្អូនអរគ្នាបាទគឺអាចសម្រេចចិត្ត update បាទពីឥឡូវនេះទៅតែម្ដងទៅបើសិនបងប្អូនណាដែលគាត់មានបញ្ហាបាទនៅលើ version iOS ចាស់ណាអញ្ចឹងគាត់អាចបាទដំឡើងមក iOS ថ្មីមួយនេះដើម្បីទទួលបាននៅបទពិសោធន៍ថ្មីជាមួយនឹងការបាទជួសជុលរាល់បញ្ហាបាទនៅលើ iOS ចាស់របស់គាត់បាទអញ្ចឹងវីដេអូបាទខ្លីមួយនេះគឺសូមបញ្ចប់បាទដែលប៉ុណ្នេះបាទពេញចិត្តនៅវីដេអូមួយនេះសូមជួយបាទ share បាទនិង follow page ម្នាក់ឲ្យផងដើម្បីបាទទទួលបាននៅបាទវីដេអូថ្មីៗបន្តទៀតបាទអរគុណច្រើនបាទជួបគ្នានៅវីដេអូក្រោយបាទអរគុណ